ទឹកដីសម្បូរសម្បត្តិធម្មជាតិប៉ុន្តែប្រទេសក្រីក្រកងទ័ពមិនខ្លាចស្លាប់ប៉ុន្តែប្រទេសជាតិទ្រង់ខ្សោយបាត់បង់ទឹកដីម្ដងបន្តិចម្ដងបន្តិចនោះគឺដោយសារតែមិនទាន់មានការរៀបចំឲ្យមានកម្លាំងពិតអ្វីទៅដែលហៅថាកម្លាំងពិតបានន័យថាមានមនុស្សច្រើនមានអ្នកស្រែចម្ការមានជាងសាងសង់ជាងធ្វើឧបករណ៍ប្រើប្រាស់ឃ្លាំងវិជ្ជាមានប្រាក់បបោមានអាវុធល្អៗប្រជារាស្ត្រស្ម័គ្រចិត្តបម្រើកងទ័ពនេះហើយទើបហៅថាកម្លាំងពិតចំពោះមុខប្រទេសឈីងអ្វីក៏គ្មានមនុស្សតិចដីតូចស្រែចម្ការមិនធ្វើឃ្លាំងប្រាក់គ្មានប្រាក់កងទ័ពគ្មានអាវុធកាប់ចាក់គ្នាឯងនេះជាការពិតហើយវិធីគ្រប់យ៉ាងគឺគ្មានប្រសិទ្ធភាពទេព្រះអង្គប្រកាសជាទ្រង់យល់ច្បាស់បាននិយាយឲ្យខ្លីទៅគឺជាបញ្ហាតែមួយបើអញ្ចឹង